Và lấy dương mơ lùm hạt đi mùi mới bà lùm hạt đi mi tại tôi solution tầm bóng á chân sự có gạo dương kiện này pH này solution tầm bóng đại miền mùi âm này acid acetic nên mùi âm này sodium acetate và tập mà tiết khó cái số ta pH với small của man và tập bây giờ thay một man hydrogen chlorosodium mùi mol chỗ tại không mà lít này solution co và mình là solution tầm bóng hàng lời bây giờ nó có cái số ta pH small của man tập bị thay solution sodium mol và cho từ nóng mà lít đây solution co để nhìn chân bạn này tha sum đồ có cái ở cái này pH tầm bóng sum đồ khó pH របស់ solution ក្រោយពីថែមអាស៊ីតខ្លាំងទៅក្នុងតំប៉ុងនិងសំណួរគោលកណនី pH បន្ទាប់ពីថែម solution បាសខ្លាំងទៅក្នុងតំប៉ុងអញ្ចឹងយើងរំលឹកបន្តិចទី1បាទនិយមន័យ solution តំប៉ុងណាបាទអញ្ចឹង solution តំប៉ុងជាលបាយបាទជាលបាយនៃអាស៊ីតខ្សោយបាទនៅជាមួយបាសឆ្លាស់បាទបាសឆ្លាស់វិញណាបាទជាមួយបាសឆ្លាស់ឆ្លាស់ឬក៏អាចជាលបាយបាទជាលបាយនៃអាស៊ីតខ្សោយជាមួយបាសឆ្លាស់ឬបាទជាលបាយបាទនៃបាទបាសខ្សោយបាទនឹងបាទឬក៏ជាមួយអាស៊ីតឆ្លាស់បាទជាមួយអាស៊ីតឆ្លាស់បាទដែលមានកំហាប់បាទដែលមានបាទកំហាប់បាទប្រមូលរបស់នេះបាទហាក់ហៅគ្នាបាទប្រហាក់ហៅគ្នាបាទប្រហាក់ហៅគ្នាអូខេអញ្ចឹងបើសិនបើករណីបាទមានន័យថាបើសិនជាគាត់ថាអាស៊ីតខ្សោយអញ្ចឹងណាបាទកំហាប់អាស៊ីតខ្សោយបាទវាស្មើគ្នាជាមួយនឹងកំហាប់អញ្ចឹងយើងបានបាទ pH ស្មើនឹង pKa បាទនេះកាលណាវាស្មើគ្នាលក្ខណៈរបស់ solution តំប៉ុងបាទលក្ខណៈពិសេសរបស់វាណាបាទលក្ខណៈបាទរបស់ solution តំប៉ុងបាទ solution តំប៉ុងបាទគឺប្រែប្រួល pH តិចតួចប្រែប្រួល pH តិចតួចបាទកាលណាថែមបាទអាស៊ីតខ្លាំងបាទអាស៊ីតខ្លាំងបន្តិចបាទអញ្ចឹងយើងគណនាសំណួរកបាទដំណោះស្រាយរបស់យើងបាទកគណនា pH នៃ solution បាទអញ្ចឹង solution ករបស់យើងជា solution តំប៉ុងណាដែលមានអាស៊ីតខ្សោយជាមួយនឹងអំបិលដែលត្រូវជាបាសឆ្លាស់របស់វាបាទដែលត្រូវជាបាសឆ្លាស់របស់វាចឹងឥឡូវគ្រូដាក់បំរាប់ឲ្យហើយហ្មងសំណួរកមានអីខ្លះណាអញ្ចឹងករបស់យើងបំរាប់នៅក្នុងលំហាត់ហ្នឹងទី1គេប្រាប់ថា solution នោះមានកំហាប់អាស៊ីត acetic ជាអាស៊ីតខ្សោយបាទស្មើ1 m បាទនៅជាមួយនឹង sodium acetate បាទ sodium acetate អំបិលដែលជាបាសឆ្លាស់របស់អាស៊ីត acetic ស្មើបាទ1 m ដូចគ្នាបាទស្មើ1 m ដូចគ្នាបាទអញ្ចឹងបាយរបស់យើងនេះវាអត់មានប្រតិកម្មមួយគ្នាទេណាបាទរវាងពីរហ្នឹងបាទវាជាអាស៊ីតខ្សោយនិងបាសឆ្លាស់របស់វាទេជាក្បួនដោះស្រាយគឺយើងត្រូវបំបែកបាទអំបិលនោះមុនដើម្បីទៅរកកំហាប់បាសឆ្លាស់បាទហើយទី2ចាំយើងយកអាស៊ីតខ្សោយទៅយកកម្មណាបាទអាស៊ីតខ្សោយទៅយកកម្មហើយអាស៊ីតខ្សោយវាយកកម្មយើងត្រូវសិក្សា3ករណីតាម ICE ក៏ទៅអញ្ចឹងទី1គឺសមីការបំបែកសមីការបំបែកបាទសមីការបំបែកបាទ sodium acetate អញ្ចឹងសមីការបំបែកគឺបើបំបែកទៅក្នុងទឹកណាបាទទឹកនៅលើព្រួយបាទវាចេញបានបាទអ៊ីយ៉ុងអាសេតាតជាមួយនឹងអ៊ីយ៉ុងសូដ្យូមបាទអញ្ចឹងផ្អែកតាមមេគុណបាទអញ្ចឹងបើកំហាប់អានេះ 1 m យើងក៏ទទួលបានអានេះ 1 m ទទួលបានសូដ្យូម 1 m ដូចគ្នាបន្តមកទៀតបានយើងសរសេរសមីការអ៊ីយ៉ុងកម្មបាទអំបិលអាទឹកលើព្រួយយើងហៅសមីការបំបែកបាទអាស៊ីតបូកទឹកយើងហៅសមីការអ៊ីយ៉ុងកម្មបាទអញ្ចឹងបែកទៅដាច់ពីហ្នឹង
ស្មីកែចំកម្មបាទគឺយើងយកអាស៊ីតអាសេតិកបាទប្រតិកម្មជាមួយទឹកអាស៊ីតខ្សោយបូកទឹកព្រួយទៅមកអញ្ចឹងអាស៊ីតបោះបង់ប្រូតុងណាបោះបង់កន្លែងបង្គំនីតិហើយកន្លែងបង្គំនីតិឲ្យទឹកទៅបាទវានៅសល់បាទឆ្លាស់គឺអាសេតាតទឹកចាប់មួយប្រូតុងក្លាយទៅជាអ៊ីដ្រូញូមបាទបាទរួចអាស៊ីតខ្សោយយើងដោះស្រាយរកកំហាប់អ៊ីដ្រូញូមត្រូវប្រើតាម3ករណីបាទយើងអាចទាញយកបានទេបាទអញ្ចឹង I កំហាប់ដើម C កំហាប់ប្រែប្រួល E កំហាប់ពេលលំនឹងអញ្ចឹងអាស៊ីតអាសេតិកគេឲ្យមកនេះបាទ 1M បាទអាសេតាតបាទអាសេតាតនៅក្នុងហ្នឹងមាន 1M ដែរគឺបានមកពីបាទការបំបែករបស់អំបិលខាងលើមិញហ្នឹង 1M បាទអ៊ីដ្រូញូមអត់ទាន់មានទេនៅក្នុងសូឡូស្យូមដើមអញ្ចឹងដល់វាជាអាស៊ីតខ្សោយបាទវាបំបែកអស់ប្រហែលយើងអត់ដឹងអញ្ចឹងក៏យើងសន្មតថាវាបានបំបែកអស់តិចតាមមេគុណនៃសមីការស្មើគ្នាទាំងអស់បើអាសេតិកបំបែកអស់ប្រហែលអាសេតាតក៏កើតបានប៉ុណ្ណឹងដែរគឺថែមសញ្ញាបូកមួយមកបញ្ជាក់ថាបាទវាក៏កើតអញ្ចឹងដល់ពេលដល់ស្ថានភាពលំនឹងអាសេតិកមាន1ដក x បាទពីយកអាសេតាត1បាទបូក x អ៊ីដ្រូញូម x កន្សោមតាមកន្សោមបាទកន្សោមធាតុលំនឹងការបាទការ A ណាបាទវាជាអាស៊ីតបាទការ A ស្មើកំហាប់ខាងស្ដាំបាទគុំគ្នាចែកឲ្យកំហាប់ខាងឆ្វេងណាបាទអញ្ចឹងកន្លែងហ្នឹងតម្លៃការ A យើងស្គាល់ហើយបាទថេបាទការ A របស់អាស៊ីតអាសេតិកគឺ 1.8 បាទអញ្ចឹងយើងជួសលេខវិញមកយើងបាន 1.8 គុណនឹង10ស្វ័យគុណដក5ស្មើបាទអញ្ចឹងយើងយកកំហាប់ពេលលំនឹងមកបាទតម្លៃកសោកែគឺប្រើកំហាប់លំនឹងប្រហែល1បូកឲ្យ x បាទគុណឲ្យ x ខាងក្រៅបាទ x របស់អ៊ីដ្រូញូមបាទនៅលើ1ដក x បាទជាទូទៅនៅក្នុងកម្រិតបាទថ្នាក់របស់យើងទី12នេះតម្លៃ x វាគឺតូចណាបាទគឺតែចោលវា x ណាដែលជាប់ផបូកផដកយើងចោលដោយសារតែវាតូចពេកបាទអញ្ចឹងយើងប្រាប់វាទៅមកអញ្ចឹងដោយ x បាទមានបាទតម្លៃតូចពេកបាទទីទូទៅថ្នាក់ទី12យើងអាស៊ីតខ្សែបាសគឺយើងចោលណាបាទមានតម្លៃតូចពេកអាចចោលបានអាចចោលបានអញ្ចឹងបើយើងចោលមានន័យថា1បូកនឹង x ដែលយើងចោលបានអញ្ចឹងវានៅសល់ប្រហែលនឹង1ដកឲ្យ x ដែលយើងចោលបានអញ្ចឹងវាប្រហែលជាមួយនឹង1ដូចគ្នាអញ្ចឹងយើងជួសលេខឡើងវិញដល់ឲ្យ 1.8 គុណនឹង10ស្វ័យគុណដក5ស្មើបាទអញ្ចឹងឥឡូវចោលឲ្យ x ក្នុងមុខចោលបាត់ហើយយើងសល់ x ខាងក្រៅគុណនឹង1យើងបាន x ឃើញទេអាក្រោម1បាទចែកទាំង1ដល់ x យើងចោលបាត់ហើយអញ្ចឹងទី1ស្មើនឹងតម្លៃសល់ x ក្រៅប៉ុណ្ណេះបាទអញ្ចឹង x របស់យើងជាអីនេះជាកំហាប់បែបបូកដែលយើងចង់បានហ្នឹងឯងបាទអញ្ចឹងគឺកំហាប់បែបបូកយើងអនុវត្តជារូបមន្តហ្មងណាបាទអញ្ចឹងតាមរូបមន្តបាទ pH ស្មើដកលោក53អូបូកបាទបែបបូកអញ្ចឹងមកឲ្យ pH ស្មើដកឲ្យលោក 1.8 គុណនឹង10ស្វ័យគុណដក5ស្មើបាទតែនេះណាតម្លាក់មកបាន5ដកឲ្យលោក 1.8 អញ្ចឹងនាំឲ្យ pH ស្មើ5ដកបាទលោក 1.8 គេឲ្យមិនស្មើនឹង 0.26 អញ្ចឹងយើងដកទៅយើងឃើញ 4.4 បាទចំពោះសំណួរខនិងកូយើងជួបគ្នានៅវីដេអូក្រោយអរគុណ